អ្នកដែលគាត់មានបញ្ហាលៀនឌីសអឹងចង្កេះគាត់តែងតែសួរខ្ញុំថាអាការៈគាត់អញ្ចឹងត្រូវវះកាត់អត់ឬក៏មិនត្រូវវះកាត់គ្រូហើយបើវះពេលណាហើយបើមិនត្រូវវះយើងគួរធ្វើម៉េចសួស្តីអ្នកទាំងអស់គ្នាអ្នកដែលគាត់មានបញ្ហាលៀនឌីសបើសិនបើមាន4ចំណុចនេះគាត់ប្រហែលជាមានភាគរយខ្ពស់ត្រូវធ្វើការវះកាត់ហើយប្រើថ្នាំលេងកើតទៀតហើយចំណុចទី1វះកាត់លុះត្រាតែគាត់ប្រើថ្នាំទៅលេងរួចហើយថ្នាំអត់បាត់ទេប្រើនៅតែឈឺទៀតណាជាទូទៅអ្នកដែលគាត់មានបញ្ហាលៀនឌីសដំបូងមានន័យថាគាត់តែមានរោគសញ្ញាឈឺចង្កេះចាក់មាត់ជើងរយៈពេលខ្លីទេយើងព្យាយាមជាបានការប្រើថ្នាំហើយឲ្យគាត់សម្របខ្លួនជាមួយនឹងការងារប្រចាំថ្ងៃរបស់គាត់ទៅគាត់ធូរច្រើនណាស់អត់ត្រូវធ្វើការវះកាត់ទេតើតែគាត់ប្រើថ្នាំហើយនៅតែឈឺខ្លាំងអាហ្នឹងយើងពិចារណាក្នុងការវះកាត់ហើយណាពេលគាត់ឈឺខ្លាំងមែនតើមានន័យថាគាត់ឈឺចង្កេះចាក់មាត់ជើងខ្លាំងមែនតើអង្គុយក៏មិនបានឈរក៏មិនបានដេកក៏មិនបានដើរយួរជើងអាហ្នឹងសិតបញ្ហាណាមានន័យថាវាគៀបខ្លាំងប្រហែលជាត្រូវធ្វើការវះកាត់ហើយចំណុចទី3គាត់មានបញ្ហាទន់ជើងអញ្ចឹងដំបូងគាត់ឈឺចង្កេះចាក់ទៅជើងបន្ទាប់មកពីមួយថ្ងៃទៅមួយថ្ងៃគាត់នៅតែលើកធ្ងន់ហើយក៏ស្ពឹកជើងហើយក៏ទន់ជើងដើរអូសជើងការទន់ជើងគាត់របៀបហ្នឹងណាអាចបញ្យល់បានថាគាត់គៀបរយៈពេលយូរហើយគៀបខ្លាំងអញ្ចឹងអាចពិចារណាក្នុងការវះកាត់ហើយចំណុចទី4គាត់ពិបាកបត់ជើងទុយបត់ជើងធំអញ្ចឹងដំបូងរោគសញ្ញាឈឺចង្កេះចាក់មាត់ជើងទេបន្ទាប់មកស្ពឹកបន្ទាប់មកទន់ហើយបន្ទាប់មកពិបាកបត់ជើងទុយបត់ជើងធំអញ្ចឹងអារោគសញ្ញាពិបាកបត់ជើងហ្នឹងគឺអាចនឹងពិចារណាក្នុងការវះកាត់បន្ទាន់ណា4ចំណុចដែលខ្ញុំលើកពីខាងលើហ្នឹងគឺវាអាស្រ័យទាំងអស់អាស្រ័យទៅលើរោគសញ្ញាអាស្រ័យទៅលើការពិនិត្យអាស្រ័យទៅលើការថតពេលខ្លះអ្នកជំងឺគាត់ឈឺអញ្ចឹងមែនប៉ុន្តែវាមិនមែនមកពីបញ្ហាលៀនឌីសទេមកពីបញ្ហាអីផ្សេងអញ្ចឹងត្រូវតែមកពីគ្រោះយោបល់ឬក៏ពិនិត្យជាមួយគ្រូពេទ្យឯកទេសដើម្បីរករោគវិនិច្ឆ័យបានច្បាស់លាស់ថាតើគាត់ត្រូវធ្វើការវះកាត់ឬក៏មិនត្រូវធ្វើការវះកាត់ហើយការឈឺរបស់គាត់មកពីមូលហេតុអីប្រកប